ជំរាបសួរក៏ដូចជាសួស្តីទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលនិយមស្នេហាវិស័យកីឡាប្រដាល់គុណខ្មែរចឹងនៅក្នុងវីដេអូនេះគឺខ្ញុំនឹងលើកយកជំនួបរវាងកីឡាករកម្ពុជារបស់យើងគឺកីឡាករពេជ្រសង្ហៈដែលត្រូវប៉ះគ្នាជាមួយនឹងកីឡាករចិនគឺកីឡាករចាងជីងហួយចឹងនៅក្នុងវីដេអូនេះគឺខ្ញុំនឹងលើកយកសមត្ថភាពរបស់កីឡាករទាំងពីរមកវិភាគចែកជូនបងប្អូនទាំងអស់គ្នាចំពោះកីឡាករពេជ្រសង្ហៈយើងដឹងហើយគឺជាកីឡាករដែលល្អដៃស៊ូហើយនឹងកីឡាករបុកចំពោះបច្ចេកទេសជើងជាមួយនឹងជង្គង់គឺគាត់អត់សូវមានទេភាគច្រើនកូនសិស្សរបស់លោកគ្រូពេជ្រសុផាន់គឺគាត់ល្អដៃស៊ូហើយនឹងបុកហ្នឹងហើយអញ្ចឹងយើងក៏បានដឹងទាំងអស់គ្នាដែរអំពីសមត្ថភាពរបស់កីឡាករពេជ្រសង្ហៈគឺយើងធ្លាប់មើលការប្រកួតរបស់គាត់ច្រើនណាអញ្ចឹងក៏ខ្ញុំអត់សូវមានអ្វីជាវិភាគទៅលើកីឡាករកម្ពុជារបស់យើងដែរដោយសារតែយើងដឹងគ្រប់គ្នាដែរអញ្ចឹងឥឡូវយើងមកវិភាគទៅលើកីឡាករចិនណាកីឡាករចិននេះគឺជាកីឡាករមួយដែលល្អដែលគេធ្លាប់ផ្ដួលរស្មីគុណខ្មែរឲ្យបោះបង់ការប្រកួតបាត់មកឈឹងផងដែរអ្វីដែលគេមានគឺសមត្ថភាពរបស់គេគឺដៃលឿនចេញចូលលឿនទាត់ជង្គង់អីគឺគេមានមកកំ pl ហើយរាងកាយគេក៏ល្អដែរចំពោះរាងកាយក៏ល្អដែរបច្ចេកទេសគេគឺមានច្រើនជាងយើងប៉ុន្តែអ្វីដែលគេខ្វះខាតខ្ញុំឃើញថាគូនេះបើសិនជាវាយបដូរគ្នាគឺអត់ទាន់ពេជ្រសង្ហៈទេអត់ទាន់ពេជ្រសង្ហៈហើយចំពោះការវាយចេញរបស់កីឡាករចិននេះក៏រៀងស្រាលជាងកីឡាករកម្ពុជារបស់យើងដែរហើយខ្ញុំគិតថាការជួបនេះគឺដឹងតែល្អមើលព្រោះអីពេជ្រសង្ហៈក៏បុកកីឡាករចិននេះក៏បុកដែរកីឡាករដេញវាយដូចគ្នាអញ្ចឹងទៅខ្ញុំគិតថាគូនេះភាគរយឈ្នះគឺយើងមានភាគរយឈ្នះជាងដោយសារតែការវាយនេះគឺបដូរអាចនឹងបដូរណាហើយបើសិនជាអត់បដូរទេភាគរយកីឡាករចិននេះគឺក៏អត់មានភាគរយឈ្នះលើកីឡាករកម្ពុជាយើងដែរដោយសារតែយើងនឹងដើរបុកហើយព្រោះអីកូនសិស្សលោកគ្រូពេជ្រសុផាន់គឺនឹងដឹងតែបុក 100% ហ្មងអញ្ចឹងហើយបើសិនជាអត់បុកអត់បដូរគ្នាទេក៏អត់ឈ្នះខ្មែរយើងដែរណាអត់ឈ្នះកីឡាករពេជ្រសង្ហៈដែរដោយសារតែយើងគឺមានស៊ូសជាងគេហើយបើសិនជាបដូរគឺម្ចាស់ទឹកម្ចាស់គោអញ្ចឹងណាអញ្ចឹងតើតោជាមួយនឹងអាវុធរបស់គេក៏គេរៀងវែងជាងយើងតិចដែរហើយស្នៀតរបស់គេគឺលឿនជាងពេជ្រសង្ហៈណាលឿនជាងកណ្ដាប់ដៃរបស់គេគឺលឿនភាគច្រើនកីឡាករចិនគឺដៃគឺគេលឿនណាស់អ្វីដែលគេខ្វះគឺលឿនប៉ុន្តែរៀងស្រាលវាអត់សូវធ្ងន់ទេណាអត់សូវធ្ងន់ទេប៉ុន្តែតែចូលច្រើនគឺអាចសន្លប់ដូចគ្នាអត់ប្រហែលបានទេគូនេះអញ្ចឹងសម្រាប់គូនេះភាគរយក្នុងការឈ្នះគឺខ្ញុំសូមឲ្យទៅលើពេជ្រសង្ហៈ 55% ជាមួយនឹងកីឡាករចិននេះគឺ 45% ណាដោយសារតែពេជ្រសង្ហៈគឺគាត់ល្អជាងរស្មីគុណខ្មែរទាំងស៊ូសទាំងការវាយបុកស្នៀតអីគឺគាត់ល្អជាងប៉ុន្តែអ្វីក៏ដោយការប្រកួតនៅពេលដែលឡើងសារិញតែយើងដឹងណាហើយមួយទៀតបើសិនជាយើងប្រហែសមិនថាយើងល្អប៉ុណ្ណាទេគឺអាចនឹងសន្លប់បានដូចគ្នាអញ្ចឹងការប្រកួតគឺមិនអាចប្រហែសបានទេត្រូវឃុំត្រូវបិទឲ្យជាប់អត់មានតម្លាក់ដៃចុះឲ្យគេទាត់កញ្ចឹងកដូចកីឡាករពេជ្រសម្បត្តិប៉ះជាមួយនឹងខំភូទេណាអញ្ចឹងទោះបីយើងតាន់ប៉ុណ្ណាក៏ដោយតែត្រូវកន្លែងសន្លប់គឺសន្លប់ហើយណាទោះបីយើងតាន់ប៉ុណ្ណាក៏ដោយតែត្រូវកញ្ចឹងកហើយគឺបាត់មាត់ឈឹងហើយអញ្ចឹងចំពោះគូនេះគឺខ្ញុំមានការវិភាគត្រឹមប៉ុណ្ណឹងបើសិនជាបងប្អូនមានមតិយោបល់ល្អជាងខ្ញុំកុំភ្លេចទម្លាក់ចូលនៅក្រោមវីដេអូ comment នៅក្រោមវីដេអូហើយកុំភ្លេចជួយចុច Subscribe Channel YouTube ខ្ញុំម្នាក់មួយផងដើម្បីបានទទួលនៅការវិភាគកីឡាក្រោយមកទៀតណាអរគុណជម្រាបលាជូនពរឲ្យបងប្អូនអរគ្នាមានសុខភាពល្អ